គឺជាកំពូលមេចោប្លន់ដ៏កក្រើកទីក្រុងភ្នំពេញកាលពីម្លងឆ្នាំ2000នោះគឺរ៉ាស្មាច់តើរ៉ាស្មាច់គឺជានរណាកាលពី26ឆ្នាំជាងមុននរណាក៏ញាក់សាច់ជាមួយនឹងកំពូលមេចោប្លន់ទាំងពីរនាក់នេះដែរគឺរ៉ាស្មាច់និងហូរ៉ាវុធដែលអ្នកទាំងពីរនេះគឺជាកំពូលមហាចោប្លន់ដែលមានភាពល្បីល្បាញនាអំឡុងពេលនោះជាពិសេសគឺអុកញ៉ាសេដ្ឋីនិងអ្នកមានដែលជាមុខសញ្ញារបស់ចោរទាំងពីរនាក់នេះយ៉ាងហោចណាស់ក៏មានអុកញ៉ានិងអ្នកមានត្រូវបានអក្រិតជនទាំងពីរនាក់នេះប្លន់និងចាប់ចម្រិត9លើកដូចគ្នាហើយសរុបទៅ18លើកនិងប្លន់បានទឹកប្រាក់សរុបជាង$2 លានអាមេរិកបើគិតពេលនោះធៀបនឹងលុយបច្ចុប្បន្នដូចជា$20 លានអាមេរិកអញ្ចឹងគេនៅចាំបានថាកាលពីម្លងឆ្នាំ2000កំពូលមេចោចាប់ចម្រិតគឺរ៉ាស្មាច់និងហូរ៉ាវុធម្នាក់ចាប់ចម្រិតពួកអ្នកមាននិងមហាសេដ្ឋីយ៉ាងហោចណាស់9លើកដូចគ្នាហើយសរុបទៅ18លើករ៉ាស្មាច់ប្លន់នឹងចាប់សេដ្ឋីចម្រិតទាបប្រាក់សរុបបានទឹកប្រាក់ប្រមាណ$1.20 លានរីឯហូរ៉ាវុធចម្រិតបាន$80 ម៉ឺនប៉ុន្តែនៅក្នុងវីដេអូនេះខ្ញុំសូមលើកយកតែកំពូលចោររ៉ាស្មាច់យកមកនិយាយចែកជូនបងប្អូនតែប៉ុណ្ណោះហើយមុននឹងបន្តវីដេអូសូមបងប្អូនជួយចុច follow ផងព្រោះអ្នកតាមដាន page របស់ខ្ញុំជាង 90% អត់បានចុច follow ព្រោះភ្លេចពេលមើលវីដេអូចប់ហើយបើសិនជាពេញចិត្តវីដេអូមួយនេះសូមកុំភ្លេច like និង shareកាលនោះធ្វើត្បិតតែអ្នកអុកញ៉ាអ្នកមានឬក៏សេដ្ឋីបានលើឈ្មោះកំពូលមេចោប្លន់ទាំងពីរអ្នកនេះហើយញាក់សាច់ក៏ដោយប៉ុន្តែកាលនោះក៏មានល្បីថាកំពូលចោប្លន់រ៉ាស្មាច់នេះបានយកលុយមួយចំនួនចែកអ្នកក្រហើយក៏លេចលើពាក្យចចាមអារាមថាយកលុយទៅធ្វើបុណ្យកសាងវត្តទៀតផងដើម្បីលាងអំពើបាបរបស់ខ្លួនតាមរយៈលោកស្រីអឹមយ៉ងជាម្ដាយក្រិតជនរ៉ាស្មាច់បានបញ្ជាក់ថាកូនរបស់គាត់ពីក្មេងជាមនុស្សចិត្តដាច់មិនចេះនិយាយច្រើនចូលចិត្តដើរលេងមិនខំរៀនរ៉ាស្មាច់ក្រោយពេលប្រឡងជាប់អនុវិទ្យាល័យបឹងត្របែកគេក៏បានបោះបង់ការសិក្សាចោលតែម្ដងរ៉ាស្មាច់មានស្រុកកំណើតនៅភូមិរលាំងថ្កោលឃុំរិស័យជង្រុកស្រុកស្វាយទាបខេត្តស្វាយរៀងដែលឪពុករបស់គេមានឈ្មោះថាសុកស្ដែងដែលជាអតីតបុគ្គលិកក្រសួងពាណិជ្ជកម្មនៅឆ្នាំ1997រ៉ាស្មាច់បានទៅប្រទេសអូស្ត្រាលីប៉ុន្តែដោយគេមិនដឹងថាគាត់ទៅនៅឬក៏ទៅលេងនោះទេហើយនៅក្នុងអំឡុងពេលនោះផងដែររ៉ាស្មាច់បានលួចរៀនពីល្បិចធ្វើចោលជាមួយក្រុមសង្គមងងឹតនៅប្រទេសអូស្ត្រាលីយ៉ាងស្ទាត់ជំនាញក្រោយពេលត្រឡប់ចូលស្រុកខ្មែរវិញរ៉ាស្មាច់បានធ្វើសកម្មភាពយ៉ាងកក្រើកទីក្រុងភ្នំពេញហើយជនរងគ្រោះដែលរ៉ាស្មាច់ចាប់ចម្រិតភាគច្រើនសុទ្ធតែជាតកែអ្នកមានទ្រព្យសម្បត្តិហើយកាន់តែពិសេសនោះគឺគាត់សុទ្ធតែដឹងច្បាស់មុនថាអ្នកនោះមានលុយនៅផ្ទះប៉ុន្មាននៅធនាគារប៉ុន្មាននាយកការិយាល័យព្រហ្មទណ្ឌ PM ក្រុងធ្លាប់ធ្វើការសន្និដ្ឋានថាអ ுக ្រិតជនរ៉ាស្មាច់នេះជាអ ுக ្រិតជនថ្នាក់អន្តរជាតិហើយធ្លាប់ធ្វើការទំនាក់ទំនងជាមួយក្រុមអ ுக ្រិតជនអន្តរជាតិផ្សេងៗទៀតជាពិសេសក្រុមនេះបានប្រើប្រាស់សុទ្ធតែមធ្យោបាយទំនើបដើម្បីធ្វើសកម្មភាពដូចជាគ្រាប់បែកកំភ្លើងខ្លីម៉ាក់ឡុកដែលមានតម្លៃ$2,000ទៅ$4,000ក្នុងមួយដើមរ៉ាស្មាច់កាន់លិខិតឆ្លងដែនទាំងអស់ចំនួន6ក្រៅពីនោះរ៉ាស្មាច់មានទាំងកន្សែងយួននិងមានទាំងកូនក្រក់ញីឈ្មោលដើម្បីការពារខ្លួនគេថែមទៀតផងសម្បីតែចុងភៅនិងកូនចៅរបស់រ៉ាស្មាច់គ្រប់គ្នាសុទ្ធតែនិយាយថារ៉ាស្មាច់ជាមនុស្សដែលមានចរិតស្លូតបូតនិងសុភាពរាបសារប៉ុន្តែគឺជាមនុស្សម៉ឺងម៉ាត់ជាងនេះទៅទៀតកូនចៅរ៉ាស្មាច់បាននិយាយថាទោះបីជាគេជាអក្រិតជនមែនប៉ុន្តែប្រហែលជាគេមិនដឹងខ្លួនទេថាគេបានដើរផ្លូវខុសនិងបានធ្វើអំពើអាក្រក់ជាច្រើនទោះបីជាគេបានខិតខំធ្វើបុណ្យយ៉ាងច្រើនដើម្បីលាងបាបកម្មដោយបានកសាងវិហារនិងក្លោងទ្វារវត្តរួចដាក់ឈ្មោះរបស់ខ្លួនទៀតផងប៉ុន្តែភាគច្រើនគេបានដឹងថារ៉ាស្មាច់នឹងមិនបានកសាងវត្តក៏ដូចជាធ្វើបុណ្យនឹងនៅទីក្រុងភ្នំពេញទេភាគច្រើនគឺនៅតាមបណ្ដាខេត្តហើយម្យ៉ាងវិញទៀតពេលគេធ្វើបុណ្យម្ដងរ៉ាស្មាច់តែងតែយកលុយដែលបានមកអំពីអំពើអាក្រក់នោះទៅដាក់ទានដល់អ្នកក្រីក្រអ្នកសុំទាននិងមនុស្សចាស់ហើយនៅទីបំផុតកំពូលមេចោររ៉ាស្មាច់ត្រូវបានប៉ូលីស PM បាញ់សម្លាប់នៅកណ្ដាលវាលស្រែនៅភូមិរិស័យស្រស់សង្កាត់ស្ទឹងមានជ័យខណ្ឌមានជ័យរាជធានីភ្នំពេញនៅថ្ងៃទី11ខែសីហាឆ្នាំ2000រីឯហូរ៉ាវុធកាលនោះត្រូវប៉ូលីសបាញ់ឲ្យរបួសជើងនិងចាប់ខ្លួនបាននៅថ្ងៃទី1ខែឧសភាឆ្នាំ2000នៅប៉ោយប៉ែតនិងខេត្តបន្ទាយមានជ័យហើយត្រូវបានបញ្ជូនមកទីក្រុងភ្នំពេញទាំងយប់នៅវេលាម៉ោង12កណ្ដាលរាត្រីហើយខ្លឹមសារនៅក្នុងវីដេអូនេះគឺអំពើអាក្រក់មិនអាចធ្វើបុណ្យដើម្បីលុបលាងទោសកំហុសរបស់ខ្លួនបានទេបុណ្យនិងបាបបែងចែកគ្នាដាច់ណាស់ដូចមេឃនឹងដីប្រៀបបីដូចជាព្រៃនិងទឹកមិនចូលគ្នាដូច្នោះឡើយមូលហេតុដែលខ្ញុំលើកយកប្រធានបទតាក់ទងជាមួយនឹងរ៉ាស្មាច់នេះឡើងដោយសារតែមានបងប្អូនយើងលោកគាត់បាននិយាយថាមុខរបស់ខ្ញុំនឹងដូចរ៉ាស្មាច់អូនសូមអធិស្ឋានអូនដូចរ៉ាស្មាច់ហ្នឹងដូចមែនតើខ្ញុំសូមអធិស្ឋានសូមទោសបងប្អូនគ្នាអីហើយថ្ងៃនេះខ្ញុំសម្រេចចិត្តថាញ៉ាំជាមួយនឹង Biotic Care Plus របស់ផ្សារធម្មជាតិដើម្បីឲ្យមានសម្រស់កាន់តែស្អាតហើយនឹងមានសុខភាពកាន់តែល្អជាពិសេសកុំឲ្យបងប្អូនមើលមកខ្ញុំនឹងច្រឡំដូចរ៉ាស្មាច់ទេហើយខ្ញុំក៏សូមណែនាំបងប្អូនឲ្យស្គាល់នៅ Biotic Care Plus ពីផ្សារធម្មជាតិដែលល្អសម្រាប់សុខភាពបងប្អូនដូចជាជួយដល់ការបន្តបង់ទៀងទាត់កម្ចាត់ចោលអាការៈហើមពោះនិងការតឹងពោះបន្ទាប់ពីញ៉ាំអាហារហើយជាពិសេសពង្រឹងភាពស៊ាំជួយរាងកាយរឹងមាំប្រឆាំងនឹងមេរោគផ្សេងជំនួយដល់ក្រពះពោះវៀននិងខួរក្បាលកាត់បន្ថយភាពតានតឹងឬ stress ជាដើមហើយក៏ជួយឲ្យសម្រស់បងប្អូនកាន់តែស្រស់ស្អាតផងដែរហើយក្នុងមួយប្រអប់គឺមាន30កញ្ចប់
ងាយស្រួលក្នុងការប្រើប្រាស់ជាពិសេសគឺមានគុណភាពស្តង់ដារអឺរ៉ុបតែម្ដងហើយបើសិនជាបងប្អូនចាប់អារម្មណ៍ចង់ទិញយកទៅប្រើប្រាស់អាចឆាត់ទៅកាន់ page ផ្សារធម្មជាតិ24បានដែលខ្ញុំមិនសិននៅក្នុងវីដេអូនេះក៏ដូចជាដាក់នៅក្នុង comment ខាងក្រោមបងប្អូនរ៉ាស្មាច់នេះគឺជាកំពូលចៅមិនមែនជាបុគ្គលដែលថា superstar ទេអញ្ចឹងបងប្អូនដល់ក្រោយប្រៀបធៀបខ្ញុំអីឲ្យដូចជាមួយនឹង superstar ឬក៏អ្នកល្អៗជាច្រើនបាទសូមអរគុណបងប្អូនដែលបានទស្សនាវីដេអូនេះដល់ចប់ហើយសង្ឃឹមថាបងប្អូនទាំងអស់គ្នានឹងរងចាំវីដេអូថ្មីបន្តទៀតហើយជួបគ្នាជាមួយខ្ញុំជឿនវនីនៅវីដេអូក្រោយទៀត